ខ្មែរធ្វើបានរូបមន្តធម្មជាតិទេប៉ុន្តែអំបត្តិក្លិនក្លៀកក្លិនខ្លួនបាត់ដូចគេបេះអញ្ចឹងណាគេមានក្លិនខ្លួនស្អុយក្លៀកលៀបអីក៏ចង់បាត់មកនេះមកមើលពីការផលិតសាច់ជូរធម្មជាតិដែលគាត់មានក្បួនខ្នាតតាមស្តង់ដារហើយនឹងបន្ថែមនៅប្រេងធម្មជាតិផ្សេងៗដើម្បីឲ្យយើងប្រើប្រាស់សាច់ជូរនឹងទៅគឺសុវត្ថិភាពនៅលើស្បែកហើយជំនួយដល់ស្បែកចាំបាច់ទៅពឹងផលិតផលប្រទេសណារឿងស្អុយក្លៀកហ្នឹងណានេះលាបតែសាច់ជូរធម្មជាតិផលិតនៅខ្មែរយើងនេះបានក្លៀកសហើយបាត់ក្លិននិយាយទៅអូយពិតមែនណាដែលសារខ្ញុំក៏ប្រើដែរខ្ញុំប្រើចិត្តមួយខែបាត់ក្លិនពិតរបស់គាត់មែនណាហើយនេះអាដុំធំដូចដុំថ្មហ្នឹងអាហ្នឹងគេហៅសាច់ជូរក្មេងៗជំនាន់ឥឡូវប្រហែលជាអត់ស្គាល់ទេអញ្ចឹងមើលហើយអាហ្នឹងគេហៅសាច់ជូរគេយកមកបុកអញ្ចឹងហើយបន្ទាប់មកគឺគេធ្វើការរែងវាសាច់ជូរហ្នឹងបើចាស់ពីដើមគឺគេល្បីយកទៅលាបក្លៀកដើម្បីឲ្យក្លៀកសហើយបំបត្តិក្លិនប៉ុន្តែសាច់ជូរពីខាង brand Egg Beauty នេះគឺគាត់មានលាយជាមួយនឹងប្រេងធម្មជាតិហើយនឹងធ្វើការវាស់កម្រិត pH ឲ្យបានត្រឹមត្រូវដើម្បីឲ្យប្រើទៅលើស្បែកទៅគឺមានសុវត្ថិភាពគ្រឿងផ្សំសំខាន់របស់វាហ្នឹងគឺសាច់ជូរនឹងហ្មងជាមួយនឹងប្រេងដូងប្រេងបឌីទៅហើយជាមួយនឹងប្រេងវីតាមីនចា៎ពីព្រោះទាំងអស់ហ្នឹងវាអត់អាចធ្វើឲ្យស្បែកស្ងួតទេវាបន្ថែមស្បែករបស់យើងឲ្យមានសំណើមនៃការសាច់ជូរជាទូទៅគឺយើងអាចប្រើនៅលើស្បែកផ្ទាល់ទេចា៎ដោយសារចាស់ពីដើមជំនាន់មុនគាត់អត់មានការស្វែងយល់ច្បាស់ពីសាច់ជូរថាវាជាប្រភេទអីទេអញ្ចឹងណាតែសាច់ជូរគឺវាជាប្រភេទអាលុយមីញ៉ូមដែលគេតែងតែនិយាយថាអាលុំអញ្ចឹងណាប៉ុន្តែវាជាប្រភេទអាលុយមីញ៉ូមរ៉ែដែលយើងទូទៅយើងយកវាមកអនឡាញទៅយើងផ្សំជាមួយសារធាតុផ្សំអីផ្សេងទៀតវាខ្លាចទៅជាផលិតផលធម្មជាតិអញ្ចឹងណាខ្ញុំបានមកមើលដល់កន្លែងផលិតផ្ទាល់អញ្ចឹងគឺជឿជាក់ 100% ថាពិតជាផលិតផលខ្មែរផលិតនៅខ្មែរយើងពិតអត់មែននាំចូលមកពីណាមកពីណីហើយបានតែបិទផ្លាកផលិតផលខ្មែរណាអត់មានលេងអញ្ចឹងទេផលិតនៅខ្មែរដឹងផលិតនៅខ្មែរឲ្យច្បាស់ដូចគាត់អញ្ចឹងគឺគាត់នាំមកមើលអត់មានលាក់លៀមទេគ្រប់ដំណាក់កាលផលិតផលខ្មែរអាចរីកចម្រើនទៅមុខបានតើតែយើងមានភាពស្មោះត្រង់ជាមួយគ្នាទៅអ្នកទិញហើយនិងអ្នកប្រើប្រាស់គេចង់បន្តគាំទ្រកាន់តែច្រើនទៀតហើយដូច brand Egg Beauty នេះខ្ញុំគិតថាគួរតែទទួលបានការគាំទ្របងប្អូនអាចចូលទៅមើលក្នុង Facebook page របស់គាត់បានគាត់មានផលិតផលខ្មែរជាច្រើនទៀតដែលគាត់រួមគ្នាជាមួយនឹងបងប្អូនខ្មែរនៅក្នុងសហគមន៍សឹងតែគ្រប់តំបន់ដើម្បីផលិតចេញជាផលិតផលខ្មែរតាមប្រភេទផ្សេងគ្នាលក់នៅក្នុងទីផ្សារនៅក្នុងប្រទេសខ្មែរយើងហើយដូចសាច់ជូរធម្មជាតិ Egg Beauty នេះបងប្អូនអាចសាកបានមិនថាយកទៅប្រើប្រាស់ផ្ទាល់ឬក៏យកទៅចែកចាយបន្តអីទេអាចឆាតទៅក្នុង Facebook page របស់គាត់បានហើយបងប្អូនណាមានកម្រងទៅលេងសៀមរាបថ្ងៃបុណ្យអុំទូកនេះអាចចូលទៅមើលផលិតផលរបស់គាត់បានដែលគាត់មានស្តង់នៅមាត់ស្ទឹងសៀមរាបអញ្ចឹងអាចចូលទៅមើលផលិតផលផ្ទាល់ទិញនៅនឹងផ្ទាល់ហ្មងក៏បានដែរហើយជាពិសេសអ្នកមានបញ្ហាស្អុយក្លៀកកុំភ្លេចទិញសាច់ជូរធម្មជាតិនេះហ្មងដោយសារខ្ញុំបានសាកប្រើចិត្តមួយខែដែរហើយខ្ញុំបានទៅមើលដល់កន្លែងផលិតផ្ទាល់អញ្ចឹងគឺខ្ញុំជឿជាក់នៅក្នុងការប្រើប្រាស់ហើយសាច់ជូរនេះគឺងាយស្រួលប្រើប្រាស់ទេឃើញដុំដូចដុំថ្មអញ្ចឹងពេលដែលយើងចេញពីបន្ទប់ទឹកក្លៀកយើងនៅសើមអញ្ចឹងយើងយកកុំទាន់អាចជូតឲ្យស្ងួតយើងយកសាច់ជូរហ្នឹងយកមកលុញហ្មងទៅហើយបើសិនជាពេលហ្នឹងក្លៀកយើងស្ងួតហើយបងប្អូនអាចដាក់ទឹកនឹងបាតដៃបន្តិចមកហើយយកសាច់ជូរហ្នឹងយកមកផ្សើមទឹកតិចចឹងហើយចាំយកមកលាបជាមួយនឹងលើក្លៀករបស់យើងបាត់ពិសោធន៍ខ្ញុំអ្នកប្រើផ្ទាល់ពេលដែលលាបទៅគឺវាអត់មានអារម្មណ៍ថាស្អិតឬក៏លក្ខណៈបែបអ៊ីទឹកដូចជាលក្ខណៈរ៉ូអនផ្សេងទេអានេះពេលដែលលាបទៅគឺវាស្ងួតហ្មងប៉ុន្តែពេលដែលហិតក្លិនទៅគឺវាអត់មានក្លិនអីទាំងអស់ជាពិសេសក្លិនក្លៀកក្លិនខ្លួនរបស់យើងហ្នឹងគឺវាបាត់ហ្មងប៉ុន្តែអានេះគឺវាអត់មានក្លិនក្អូបឬក៏ក្លិនអីណាបើសិនជាបងប្អូនដែលចង់ក្អូបគឺអាចបាញ់ទឹកអប់បាញ់អីបន្ថែមបានដោយសារសាច់ជូរនេះគឺផ្ដោតសំខាន់ទៅលើការបំបត្តិក្លិនជាពិសេសបងប្អូនប្រុសអីហ្នឹងគាត់អត់ចូលចិត្តក្លិនក្អូបក្លិនអីចេញពីរ៉ូអនប្រើអានេះគឺត្រូវហើយវាជួយទប់ក្លិនបានល្អហើយអត់សូវបែកញើសក្លៀកទៀតហើយការទុកដាក់វិញបងប្អូនទុកនៅកន្លែងដែលស្ងួតឬក៏អាចទុកនៅក្នុងប្រអប់វាវិញក៏បានដែរបើសិនយើងទុកដាក់បានត្រឹមត្រូវមួយដុំនេះអាចប្រើបាន2ឆ្នាំអីអញ្ចឹងបងប្អូនអាចសាកបានណានឹងអាចបាត់ស្អុយក្លៀកទាំងអស់គ្នា